ទាំងអស់គ្នានៅយប់នេះនឹងមានការប្រកួតរវាងអាហេឡានិងរៀលម៉ាឌ្រីតដោយការប្រកួតធ្វើឡើងនៅម៉ោង2រំលងអាធ្រាត្រថ្ងៃ18ចូលថ្ងៃ19នៅយប់នេះហើយអ្នកក្រុមទាំងពីរនេះធ្លាប់ជួបគ្នាម្ដងហើយនៅឆ្នាំ2023ដោយរៀលម៉ាឌ្រីតយកឈ្នះទៅលើអាហេឡាលទ្ធផល5-3ហើយចាំមើលនៅយប់នេះតើអាហេឡាអាចសងសឹករៀលម៉ាឌ្រីតបានទេមើលទៅតែខ្ញុំគិតថាมันងាយទេព្រោះអីកីឡាកររៀលម៉ាឌ្រីតសិតតែល្អហើយកីឡាករដែលរបួសជាមកវិញអស់ហើយដូចជាអាឡាបាខាវ៉ាហាល់រ៉ូឌីហ្គើអីជាមកវិញអស់ហើយមីលីតាវខ្ញុំគិតថាអាហេឡារៀងពិបាកធ្វើការជាមួយនឹងរៀលម៉ាឌ្រីតតិចនៅយប់នេះហើយលោកសាប៊ីអាឡុនសូបានហៅក្រុមកីឡាករមកហើយបាននិយាយថាកីឡាករណាក៏ដោយដែលលេងតាំងខ្លួនឯងជាតួឯកនឹងបាត់បាល់ហើយមិនតាមប្រេះបាល់វិញគាត់នឹងដកចេញតែម្ដងជាពិសេសអឹមបាប៉េនិងអាម៉ៅតែលេងបាត់បាល់ហើយអត់ប្រេះយកបាល់លោកសាប៊ីនឹងដកចេញហើយយុទ្ធសាស្ត្រនេះគាត់នឹងត្រៀមប្រើនៅក្នុងយប់នេះឯងនឹងតទល់ជាមួយអាហេឡាល់នេះហើយតែយើងចាំមើលទាំងអស់គ្នាតើរៀលម៉ាឌ្រីតធ្វើបានល្អទេដោយមួយរយៈពេលនេះរៀលម៉ាឌ្រីតធ្វើមិនបានល្អទេលេងមិនដែលឈ្នះបាសេឡូណាទេជួបគ្នាប្រមាណដល់3-4ដងហើយលេខមិនដែលឈ្នះទេហើយចាំមើលគ្រូវើបានល្អដោយការគាត់នៅ Leverkusen ទេគាត់ដឹកនាំ Leverkusen ល្អណាស់ជួយឲ្យ Leverkusen ឈ្នះឯក Bundesliga ទៀតហើយលេងមិនដែលចាញ់សោះអញ្ចឹងយើងចាំមើលទាំងអស់គ្នានៅយប់នេះវេលាម៉ោង2រំលងអាធ្រាត្ររងចាំទស្សនាទាំងអស់គ្នាបងប្អូន